ជំរាបសួរសួស្តីពុកម៉ែបងប្អូននេះជាប្រភេទស្រូវឆាកាស្ងួតស្រូវចាប់ឆាយបងប្អូននៅខាងស្រុកយើងគឺហៅប្រភេទស្រូវចម្រុះប្រភេទស្រូវចាប់ឆាយយើងគឺតម្លៃគឺធ្លាក់ខ្លាំងមែនទែនពុកម៉ែបងប្អូនសូមឲ្យតម្លៃស្រូវបានថ្លៃផងដើម្បីឲ្យបងប្អូនប្រជាកសិករគាត់បានមានលុយចំណេញខ្លះឥឡូវនេះឃើញថាគាត់ខាតបងច្រើនមែនទែនស្រូវគឺនៅ1គីឡូត្រឹមតែ600រៀលទេខាងស្រុកភូមិខ្ញុំនៅក្នុងភូមិច័ន្ទរុនស្រុកវ៉ារិន1គីឡូ600ចំពោះស្រូវចាស់គឺគេទិញតែចំពោះស្រូវថ្មីគេអត់ទិញទៀតហើយសំណុំពរជួយឲ្យបានតម្លៃគួរសមផងជាពិសេសគឺប្រភេទស្រូវចាប់ឆាយនេះតែម្ដងព្រោះមួយឆ្នាំគាត់ធ្វើតែម្ដងទេមួយឆ្នាំខាងស្រុកភូមិខ្ញុំធ្វើតែម្ដងទេស្រូវអត់មានគាត់លើសកំណត់អីទេគាត់ធ្វើគឺលក្ខណៈគ្រួសារចាហើយគាត់ធ្វើគាត់ហូបខ្លះគាត់លក់ខ្លះតែឆ្នាំនេះគឺស្រូវថោកខ្លាំងមែនទែនថោករោអុយនិយាយមិនចេញចឹងហើយសូមឲ្យតម្លៃស្រូវបានឡើងបន្តិចមកនេះម៉ាក់លីហេងទិញស្រូវល្អណាស់ប៉ុន្តែតម្លៃទាបទិញហើយគឺរោកន្លែងចេញអត់ឃើញហើយម៉ាក់លីហេងក៏បានទេទៅតាកតងខាងវៀតណាមដែររកកន្លែងចេញប៉ុន្តែវៀតណាមគាត់ទិញថោកខ្លាំងមែនទែនប្រភេទស្រូវស្ងួតឆាកាក្របល្អិតក្របខ្លីនេះគឺទៅដល់វៀតណាមបានត្រឹមតែ730ទេចាស់ហើយគឺម៉ាក់លីហេងទិញតម្រូវទៅខាងវៀតណាមវិញឥឡូវនេះគឺអត់មានខាងណាគេទិញទទួលទិញទេបើប្រភេទស្រូវសើមមានគេទិញប៉ុន្តែក៏ទិញក្នុងតម្លៃទាប500ជាងអុយចេះទៅចង្កេះក្រងអុយនោះតែចំពោះខាងខ្ញុំស្រូវសើមឆ្នាំនេះខ្ញុំអត់បានទិញទេដោយសារស្រូវច្រូតមកអត់សូវបានស្អាតផងហើយដល់ពេលទីផ្សារគេកលុប្រឆាចេះទៀតខ្ញុំអត់ចេះទិញផងដេញទៅទិញយកទៅខាងណាទេអញ្ចឹងខ្ញុំទិញស្រូវស្ងួតដល់ស្រូវស្ងួតខាងខ្ញុំនេះបាន1គីឡូត្រឹមតែ600រៀលទេពុកម៉ែបងប្អូនអញ្ចឹងហើយមេត្តាសូមឲ្យស្រូវឡើងថ្លៃបន្តិចមកដើម្បីឲ្យបងប្អូនដែលគាត់ធ្វើស្រែធ្វើស្រូវនឹងបានមានលុយចំណេញខ្លះបើមិនចាស់ទេគាត់រត់ចូលស្រកចូលស្រែអស់ហើយបើនៅតែថោកគ្រប់មុខចេះទៀតងាប់ហើយមិនថាបងប្អូនខ្ញុំមិនថាបងប្អូនគេទេធ្វើស្រែធ្វើស្រូវគ្រប់តែគ្នាដល់តម្លៃទាបពេកគឺងាប់អស់ទាំងអស់តែគ្នានោះឯង